បន្ទាប់ពីយើងបានអនុវត្តលំហាត់ប្រើប្រាស់ clone stem tool រួចសូមបន្តចូលលំហាត់អនុវត្តចុងក្រោយក្នុងគោលបំណងនៃលំហាត់នេះគឺចង់ឲ្យយើងចេះប្រើប្រាស់នូវ tool lasso tool lasso tool គឺមានសតកាត់អក្សរ L និងរូបតំណាងមួយនេះមុខងាររបស់វាគឺប្រើសម្រាប់កាន់រូបភាពវិធីសាស្ត្រប្រើសូមចុចបើកខាងឆ្វេងជាប់រួចចុច Ctrl C ក៏បានដើម្បី copy ហើយចុច Ctrl V ដើម្បីបិទភ្ជាប់គឺចម្លងចេញអូខេសូមមើលការអនុវត្តអូខេដូច្នេះគោលបំណងនៃលំហាត់មួយនេះគឺចង់ឲ្យយើងកាត់សក់របស់ម្នាក់ស្រីនេះរួចយកមកដាក់ឲ្យម្នាក់ស្រីមួយនេះអូខេដូច្នេះយើងត្រូវបើក file 2គឺទី1គឺរូបម្នាក់ស្រីមួយនេះនិងទី2គឺរូបម្នាក់ស្រីមួយនេះអូខេចឹងដំបូងយើងត្រូវចូលមកកាន់ម្នាក់ស្រីមួយនេះហើយប្រើប្រាស់ lasso tool អក្សរ L ហើយចុចឲ្យជាប់ក៏ចុចមកខាងឆ្វេងជាប់ហើយចុចអូសទៅលើតំបន់ឬក៏ទីតាំងសក់ដែលយើងចង់កាត់អូខេបន្ទាប់ពីយើងបានអូសមកជុំហើយវានឹងធ្វើការ select ឲ្យយើងដើម្បីយករូបសក់នេះទៅដាក់នៅលើរូបភាពមួយនេះយើងសូមចុច Ctrl C Ctrl C នឹងធ្វើការ copy ទៅលើផ្នែកដែលបាន select បន្ទាប់មកយើងចុច Ctrl V ដើម្បីបិទភ្ជាប់រូបភាពដែលបាន copy ចេញមកបន្ទាប់មកទៀតយើងអាចចុច Ctrl T ដើម្បីធ្វើការកែប្រែទំហំយើងអាចធ្វើការកែប្រែទំហំសក់ទៅតាមអ្វីដែលអ្នកពេញចិត្តអូខេអូខេបន្ទាប់ពីអ្នកធ្វើការកែប្រែរួចរាល់សូមចុចសញ្ញាគ្រីសដើម្បីកំណត់យក